ជាដំណងគោរពជំរាបសួរលោកគ្រូនេះខ្ញុំឈ្មោះឆេងគឹមលៀងលេខរៀងទី25រៀននៅថ្នាក់ខអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកធ្វើជាវីដេអូនិងនិយាយវីដេអូសង្ខេបទាក់ទងទៅនឹងមេរៀនទី2ការវិតម្លៃក្នុងថ្នាក់រៀននិងទូនីតិក្នុងការវិតម្លៃក្នុងការបង្រៀននិងរៀនអញ្ចឹងមុននឹងចូលទៅដល់ចំណុចទាំងអស់ហ្នឹងដែលខ្ញុំបានអានរួចរាល់ហើយគឺមាន2ចំណុចធំៗទាក់ទងទៅនឹងកត្តាសំខាន់ដែលជាអត្ថប្រយោជន៍ទៅលើការវិតម្លៃក្នុងថ្នាក់រៀននិងមួយទៀតទាក់ទងទៅនឹងធាតុផ្សំនៃការវិតម្លៃនៅក្នុងថ្នាក់រៀនទាក់ទងទៅនឹងកត្តាសំខាន់ដែលជាអត្ថប្រយោជន៍ទៅលើការវិតម្លៃក្នុងថ្នាក់រៀនមានដូចជាទី1ទាក់ទងនឹងចំណេះដឹងបំណិននិងអរិយាប័ត្រនៅសតវត្សទី21ទី2គោលការណ៍នៃការបង្រៀននិងរៀនទ្រឹស្ដីបង្រៀននិងរៀនផ្សេងៗទី3ការអប់រំតាមប្រព័ន្ធស្តង់ដារនិងទី4ការប្រឡងថ្នាក់ជាតិនានាទី5អក្ខរកម្មទិន្នន័យនិងទី6គឺទាក់ទងទៅនឹងបច្ចេកវិទ្យានៅក្នុងនោះផងដែរទាក់ទងទៅនឹងចំណុចទាំងអស់ហ្នឹងក៏មានចំណុចផ្សេងៗទៀតដែលវាជាអត្ថប្រយោជន៍ទៅលើការវិតម្លៃក្នុងថ្នាក់រៀនដែរទៅតម្រូវការថ្មីនៃពិភពលោកអន្តរទំនាក់ទំនងដោយផ្អែកទៅលើព័ត៌មានអញ្ចឹងទាក់ទងទៅនឹងព័ត៌មាននេះដែរគឺវានិយាយអំពីទាក់ទងទៅនឹងនៃការដែលយើងជាគ្រូបង្រៀនត្រូវយល់ដឹងអំពីស៊ីជម្រៅទាក់ទងទៅនឹងក្រុមសារមេរៀនផ្សេងៗទាក់ទងទៅនឹងការគិតប្រកបដោយនវានុវត្តន៍និងច្នៃប្រឌិតមានន័យថាគិតបែបច្បាស់លាស់និងបំណិនទាក់ទងតែមានបំណិនទំនាក់ទំនងដែលមានប្រសិទ្ធភាពនិងបំណិនពុទ្ធិដូចជាការដោះស្រាយការសម្រេចចិត្តការគិតពិចារណាប្រកបដោយវិចារណញាណហើយនិងមេត្តាពុទ្ធិផងដែរនិងមួយទៀតដូចជាចំណុចទាក់ទងទៅនឹងបច្ចេកវិទ្យាផងដែរបច្ចេកវិទ្យាគឺយើងតម្រូវឲ្យមានការចាត់វិធានការហើយនឹងការគិតមានន័យថាយើងគិតអំពីអ្នកសិក្សាឬក៏ការដាក់បន្ទុកដោយអូតូដោយប្រព័ន្ធអ៊ីនធឺណិតទាំងអស់ហ្នឹងហើយទាក់ទងទៅនឹងបច្ចេកវិទ្យាឬក៏ផ្ដល់ឱកាសជាច្រើនដល់យើងក្នុងនាមយើងជាគ្រូបង្រៀននៅមធ្យោបាយថ្មីក្នុងការវិតម្លៃសិក្សារបស់សិស្សផងដែរហើយវាងាយស្រួលក្នុងការវិតម្លៃផងដែរនិងគោលការណ៍នៃការសិក្សាសង្គមនិងពុទ្ធិនិងការលើកទឹកចិត្តអញ្ចឹងការសិក្សានិងការបង្រៀននិងការលើកទឹកចិត្តនឹងផងដែរក៏វាជាគោលការណ៍ដែលជាអត្តពលទៅលើការតម្លៃវាតម្លៃនៅក្នុងថ្នាក់រៀនផងដែរហើយក្នុងទាំងអស់នេះដែរគឺយើងต้องទៅនឹងការលើកទឹកចិត្តហើយនឹងទ្រឹស្ដីពុទ្ធិផ្សេងៗក៏វាជាប់ពាក់ព័ន្ធទៅនឹងការដែលកត្តាដែលជាអត្តពលទៅលើការវិតម្លៃនៅក្នុងថ្នាក់រៀនដែលយើងត្រូវវិតម្លៃនឹងផងដែរនិងបំណិនការគិតក៏ដូចគ្នាដែរដែលនៅក្នុងតកតងទៅនឹងគោលការណ៍ហើយនឹងការលើកទឹកចិត្តនិងចំណុចផ្សេងទៀតឧទាហរណ៍ដូចជាការលើកទឹកចិត្តប្រកបដោយប្រសិទ្ធភាពឧទាហរណ៍ដូចជាការលើកទឹកចិត្តពីខាងក្នុងមកមានន័យថានៅពេលដែលកូនសិស្សចូលរួមពួកគេមានបញ្ហាប្រឈមអ្វីយើងជាគ្រូយើងត្រូវលើកទឹកចិត្តរបស់ពួកគេហើយនៅមួយវិញទៀតប្រសិនបើគាត់ធ្វើខុសយើងជួយកែសម្រួលហើយនឹងដោះស្រាយបញ្ហារបស់គាត់ដោយការលើកទឹកចិត្តផ្សេងដើម្បីឲ្យគាត់មានកម្លាំងក្នុងការធ្វើការងារដែលយើងបានដាក់ឲ្យបន្ថែមទៀតហើយនឹងត្រូវមានស្វ័យតម្លៃឬក៏ស្វ័យប្រសិទ្ធភាពដោយជាការដែលយើងត្រូវលើកទឹកចិត្តគាត់និងខិតខំប្រឹងប្រែងផ្សេងនឹងយើងចូលចំណុចទី1ទៀតតកតងទៅនឹងចំណុចទី2ធំដែលនិយាយអំពីធាតុផ្សំនៃការវិតម្លៃនៅក្នុងថ្នាក់រៀនអញ្ចឹងធាតុផ្សំនោះមានន័យថាវាគឺជា
ធាតុមួយនៅក្នុងការវិតម្លៃនៅក្នុងថ្នាក់រៀននឹងផងដែរអញ្ចឹងបន្ទាប់ពីខ្ញុំបានមើលរួចរាល់គឺខ្ញុំគាត់ថាមាន3ចំណុចធំៗនៅក្នុងហ្នឹងគឺមានទី1តកតងទៅនឹងការវាស់វែងទី2តកតងទៅនឹងការបកស្រាយលទ្ធផលទី3តកតងទៅនឹងការប្រើប្រាស់លទ្ធផលចាអញ្ចឹងនៅក្នុងនោះផងដែរតកតងទៅនឹងការវាស់វែងអញ្ចឹងការវាស់វែងគឺជាការកំណត់តួលេខឬក៏ទៅលើអាកប្បកិរិយាឬក៏បំណិនឬក៏ចំណេះដឹងរបស់សិស្សហើយការវាស់វែងនឹងផងដែរគឺយើងអាចវាស់វែងដឹងអំពីឧទាហរណ៍អាកប្បកិរិយារបស់គាត់ក្នុងការរៀនហើយនឹងអិរិយាបថរបស់គាត់ក្នុងការរៀននិងចំណេះដឹងផ្សេងៗទៀតថាតើកូនសិស្សមួយនឹងគាត់មានដល់កម្រិតណាការគិតរបស់គាត់អិរិយាបថរបស់គាត់ហើយនឹងចំណេះដឹងផ្សេងបន្ថែមទៀតដែលយើងអាចវាស់វែងបាននៅក្នុងនឹងផងដែរនិងចំណុចមួយទៀតតកតងទៅនឹងការបកស្រាយលទ្ធផលអញ្ចឹងក្នុងនោះការបកស្រាយលទ្ធផលគឺជាការដែលយើងអាចវិនិច្ឆ័យអំពីគុណភាពដែលបានកំណត់អត្តចរិតឬក៏អាកប្បកិរិយាចំណេះដឹងនិងបំណិនរបស់សិស្សផងដែរនិងចំណុចមួយទៀតតកតងទៅនឹងការប្រើប្រាស់លទ្ធផលការប្រើប្រាស់លទ្ធផលនៅក្នុងនោះមាន3ចំណុចធំដែរតែនៅក្នុងចំណុចការប្រើប្រាស់លទ្ធផលនឹងឧទាហរណ៍តកតងទៅនឹងការវិនិច្ឆ័យអញ្ចឹងការវិនិច្ឆ័យតើយើងវិនិច្ឆ័យដោយយើងវិនិច្ឆ័យថាតើចំណុចដែលយើងបានដាក់ឲ្យគាត់ធ្វើបានប៉ុណ្ណាគាត់ទទួលបានប៉ុណ្ណាហើយនឹងមួយទៀតនឹងការដាក់បន្ទុកផងដែរការដាក់បន្ទុកគឺនៅពេលដែលយើងប្រើប្រាស់លទ្ធផលដែលយើងបានធ្វើរួចរាល់ការដាក់បន្ទុករបស់យើងថាតើកូនសិស្សនឹងទទួលយកបានប៉ុណ្ណានិងគាត់គួរយកបន្ទុកបានប៉ុន្មានឧទាហរណ៍បន្ទុក100អញ្ចឹងនៅពេលដែលយើងបានវាយតម្លៃនឹងហើយយើងនឹងដាក់បន្ទុកគាត់ទៅតាមការងារដែលគាត់មានដែលគាត់បានដាក់ឲ្យយើងដូចគ្នាផងដែរនិងចំណុចមួយទៀតតទៅនឹងការសម្រួលការបង្រៀនការសម្រួលការបង្រៀនដែលយើងប្រើប្រាស់លទ្ធផលហ្នឹងគឺមានន័យថាយើងបានប្រើលទ្ធផលដែលយើងបានដឹងថាលទ្ធផលកូនហ្នឹងឬក៏កូនសិស្សទាំងអស់គ្នាក្នុងថ្នាក់រៀនហ្នឹងចំណោមក្នុងកូនសិស្សនឹងមានកូនសិស្សណាខ្លះដែលគាត់ពូកែលើសគេកូនសិស្សណាខ្លះដែលគាត់ពូកែមកល្មមឬក៏ទៅតាមដំណាក់កាលដែលគាត់បានប្រឹងប្រែងដែលយើងបានប្រើប្រាស់លទ្ធផលហើយយើងអាចដឹងអំពីការសិក្សារបស់គាត់ហើយនឹងយើងសម្រួលដល់ការបង្រៀននឹងមានន័យថាប្រសិនបើកូនណាចេះហើយគាត់ទទួលយកបានហើយអញ្ចឹងយើងអាចបន្ថយនឹងការយកចិត្តទុកដាក់យើងចំពោះគាត់និងចំពោះកូនសិស្សណាដែលអន់ឬក៏ដែលគាត់មកល្មមមធ្យមជាពិសេសក្មេងដែលអន់បំផុតយើងគួរយកចិត្តទុកដាក់ហើយនឹងសម្រួលយើងដឹងអំពីគាត់ច្បាស់អញ្ចឹងសម្រួលដល់ការបង្រៀនមានថាយើងបានដឹងលទ្ធផលនឹងស្រាប់អញ្ចឹងការដែលយើងបង្រៀនគឺយើងអាចត្រៀមមេរៀនទុកមុនផ្ដល់ទៅកាន់កូនសិស្សនេះនិងកូនសិស្សនោះផងដែរអញ្ចឹងសម្រាប់តកតងទៅនឹងវីដេអូសង្ខេបនៃមេរៀនទី2ហ្នឹងការវិតម្លៃក្នុងថ្នាក់រៀននិងទូនីតិក្នុងការវិតម្លៃក្នុងការបង្រៀននិងរៀនហ្នឹងចំណុចដែលខ្ញុំបានមើលហើយនឹងយល់ដឹងគឺមានពីចំណុចធំហ្នឹងតកតងកត្តាសំខាន់ដែលជាឥទ្ធិពលការវិតម្លៃក្នុងថ្នាក់រៀនហើយនឹងធាតុផ្សំរបស់វាអញ្ចឹងទាំងពីរហ្នឹងគឺវាមានសារៈសំខាន់បំផុតក្នុងការដែលវិតម្លៃនៅក្នុងថ្នាក់រៀនដែលក្នុងនាមយើងជាគ្រូត្រូវមានទាំងពីរហ្នឹងហើយត្រូវតែបន្ថែមទៀតនឹងចំណុចដែលយើងខ្វះខាតយើងត្រូវតែបង្កើននិងប្រឹងប្រែងបន្ថែមដើម្បីឲ្យការវិតម្លៃនៅក្នុងថ្នាក់រៀនរបស់យើងនឹងមានប្រសិទ្ធភាពកាន់តែខ្ពស់និងអាចដឹងពីបញ្ហាផ្សេងៗរបស់កូនសិស្សហើយនឹងងាយស្រួលក្នុងការបង្រៀនរបស់ពួកយើងផងដែរអញ្ចឹងនេះខ្ញុំ
មានតែចំណុចដែលខ្ញុំបកស្រាយគឺមានតែប៉ុណ្ណឹងអរគុណច្រើនអរគុណលោកគ្រូ